អូខេអញ្ចឹងខ្ញុំសូមលើកឡើងនៅចំណុចបន្ថែមតិចទៀតតាក់ទងទៅនឹងអត្ថប្រយោជន៍ការដែលយើងរៀបហុងស៊ុយយើងមិនមែនត្រឹមតែទទួលបានទៅលើតែសុខភាពសុភមភាពអឱកាសការងារជួយរិស័យរបស់យើងត្រឹមតែប៉ុណ្ណោះទេគឺសូម្បីតែការនិយាយស្ដីរបស់យើងជាមួយកូនចៅឬមួយក៏អ្នកដែលគាត់រស់នៅជាមួយយើងអញ្ចឹងជាទូទៅយើងតែងតែសង្កេតមើលថាហេតុអីបានជាផ្ទះខ្លះគេមកនៅជាមួយយើងអត់បានគេមកនៅចឹងទៅងាកផ្លាស់ប្ដូរគាត់នៅជាមួយយើងបានមួយរយៈគឺដូរបាទអញ្ចឹងគឺនេះក៏ជាតកតងជាមួយនឹងការរៀបហុងស៊ុយដែរអញ្ចឹងចំណុចទាំងអស់នេះមានតែគ្រូទេដែលគាត់អាចដឹងថាតើមូលហេតុអីដែលធ្វើឲ្យអ្នកដែលមករស់នៅឬក៏អ្នកដែលមកធ្វើការជាមួយគាត់ហ្នឹងតែងតែចេញពីគាត់ទៅរហូតបាទនេះក៏ជាឱកាសមួយដែរនៃការរៀបហុងស៊ុយរបស់យើងបាទអញ្ចឹងការដែលរៀបហុងស៊ុយនេះគឺពាក្យសម្ដីរបស់យើងក្នុងការយើងនិយាយទៅលើកូនចៅឬមួយក៏យើងធ្វើការទៅលើការងារណាមួយតាក់ទងជាមួយនឹងអំណាចការនិយាយស្ដីរបស់យើងគឺមានគេគោរពស្ដាប់យើងច្រើននេះក៏ជាចំណុចល្អនៃការរៀបហុងស៊ុយដែរ